សប្បុរសជនចូលរួមចំណាយជាមួយកាកបាទក្រហមដើម្បីជាកម្លាំងស្នូលសម្រាប់ជួយដល់សង្គមជាតិសប្បុរសជនបានបន្តនាំយកអំណោយជាថវិកានិងទឹកបរិសុទ្ធប្រគល់ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុដើម្បីចូលរួមចំណាយជាកម្លាំងស្នូលសម្រាប់ជួយដល់សង្គមជាតិរួមទាំងសាខាកាកបាទក្រហមកម្ពុជាខេត្តក្នុងការយកទៅប្រើប្រាស់បម្រើសកម្មភាពមនុស្សធម៌ជួយដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះប្រជាពលរដ្ឋជួបការលំបាកដោយគ្រោះធម្មជាតិនិងគ្រោះមហន្តរាយផ្សេងៗហើយពិធីនេះដោយក្រុមការអញ្ជើញទទួលអំណោយពីសប្បុរសជនខាងលើពីអាដាមម៉ាងស៊ីណេតប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុក្នុងឱកាសទិវាអបអរសាទរលើកទី162នៃទិវាពិភពលោកកាកបាទក្រហមនិងអត្តច័ន្ទក្រហម8ឧសភាឆ្នាំ2025និងជាខួបលើកទី70នៃកាកបាទក្រហមកម្ពុជាក្រោមមូលបនរួមគ្នាស្ម័គ្រចិត្តដើម្បីសហគមន៍មានសុខភាពល្អនិងមានភាពធន់នឹងអាកាសធាតុពិធីនេះបានរៀបចំធ្វើឡើងនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុកាលពីរសៀលថ្ងៃទី16ខែមិថុនាឆ្នាំ2025សូមបញ្ជាក់ផងដែរថាក្នុងការចូលរួមចំណែកពីសប្បុរសជនដែលបានអញ្ជើញមកពីគ្រប់មជ្ឈដ្ឋានទីជិតឆ្ងាយសម្ដេចអាដាមលោកជំទាវអ្នកអុកញ៉ាលោកអុកញ៉ាលោកស្រីអ្នកនាងកញ្ញានិងលោកស្រីប្រធានអនុប្រធានមន្ត្រីអង្គភាពជុំវិញខេត្តដែលមានចំនួន174នាក់បាននាំយកអំណោយជាថវិកានិងទឹកសុទ្ធមកប្រគល់ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុគិតជាប្រាក់រៀលចំនួន77,217,077រៀលនិងប្រាក់ដុល្លារចំនួន42,946ដុល្លារហើយអំណោយទាំងនេះគឺដើម្បីឲ្យសាខាមានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ដោះស្រាយបញ្ហាប្រឈមនានានិងពង្រឹងភាពធន់សហគមន៍រួមទាំងជួយសម្រាលទុក្ខលំបាកដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះនិងជនងាយរងគ្រោះបំផុតតាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហមនិងអត្តច័ន្ទក្រហមដូច្នេះសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុសង្ឃឹមយ៉ាងមុតមមថាសម្ដេចអាយឧត្តមលោកជំទាវអ្នកអុកញ៉ាលោកអុកញ៉ាលោកស្រីអ្នកនាងកញ្ញាជាសប្បុរសជនគ្រប់មជ្ឈដ្ឋាននឹងចូលរួមបរិច្ចាគធនធានឧបត្ថម្ភជាថវិការួមទាំងសម្ភារៈដើម្បីក្នុងការចូលរួមចំណែកដ៏សំខាន់សម្រាប់សង្គមជាតិឆ្លៀតក្នុងឱកាសនោះអាដាមម៉ាងស៊ីណេតប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុក៏បានថ្លែងអំណរគុណចំពោះសម្ដេចអាយឧត្តមលោកជំទាវអ្នកអុកញ៉ាលោកអុកញ៉ាលោកស្រីអ្នកនាងកញ្ញាដែលជាសប្បុរសជនគ្រប់មជ្ឈដ្ឋានក្នុងវិស័យសាធារណៈនិងវិស័យឯកជនដែលបានចូលរួមបរិច្ចាគធនធានឧបត្ថម្ភថវិកានិងសម្ភារៈគឺដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការនៃភាពងាយរងគ្រោះនៅក្នុងប្រទេសជាពិសេសខេត្តព្រះសីហនុដែលជាជំនួយការអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ហើយសាខាខេត្តបានរៀបចំគីកូរកមូលនិធិដើម្បីជួយឲ្យសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុមានធនធានធ្វើប្រតិបត្តិការមនុស្សធម៌របស់ខ្លួនដោយសម្ដៅចូលរួមចំណែកក្នុងការជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋការកសាងភាពធន់ទិននឹងគ្រោះមហន្តរាយផ្សេងៗការកាត់បន្ថយអត្រាឈឺនិងស្លាប់នៃមាតានិងទារកកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ការលើកកម្ពស់គោលការណ៍គ្រឹះទាំង7នៃតម្លៃមនុស្សធម៌សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិនិងវប្បធម៌អហិង្សាជាដើមហើយការចូលរួមរបស់សប្បុរសជនពីមនុស្សធម៌ទាំងអស់នេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកមិនថានៅទីកន្លែងណានោះទេគឺកាកបាទក្រហមតាមជួយបងប្អូនប្រជាពលរដ្ឋជានិច្ចដោយមិនទុកបងប្អូនប្រជាពលរដ្ឋណាម្នាក់ចោលឡើយ